ចាសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំចូលខ្លួនមកថ្លែងអំណរគុណចំពោះបងប្អូនដែលបានចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាហើយនឹងគាំទ្រវីដេអូធ្វើម្ហូបដែលនាងខ្ញុំបានបង្ហោះរាល់ថ្ងៃហ្នឹងណាចាហើយរយៈពេលដែលនាងខ្ញុំធ្វើវីដេអូ3ឆ្នាំហ្នឹងណាបងប្អូនតាមពិតទៅនាងខ្ញុំមិនដែលបានខេទេទៅតែមួយរយៈនេះវីដេអូនាងខ្ញុំបាន 1K នាងខ្ញុំសប្បាយចិត្តណាស់សម្រាប់វីដេអូបងប្អូនខ្លះគាត់គិតថា 1K តិចបំផុតដែរតែសម្រាប់ខ្ញុំវីដេអូ 1K នេះគឺច្រើនបំផុតហើយសម្រាប់ខ្ញុំហើយនាងខ្ញុំសប្បាយចិត្តមែនតើហើយសម្រាប់បងប្អូនដែលចូលចិត្តវីដេអូដែលនាងខ្ញុំបានបង្ហាញចានាងខ្ញុំក៏អរគុណច្រើននាងខ្ញុំសប្បាយចិត្តរកពាក្យអ្វីនិយាយបាននេះបងប្អូនរយៈពេលធ្វើវីដេអូយូរហើយកម្របាន KK ណាស់ហើយនាងខ្ញុំសប្បាយចិត្តមែនតើបងប្អូនគិតថាវីដេអូដែលនាងខ្ញុំធ្វើហើយមានប្រយោជន៍ចាសូមបងប្អូនជួយចុច like និង share ចានិង follow page ជូននាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូជូនបងប្អូនទស្សនាជាបន្តអញ្ចឹងណាចាហើយសម្រាប់វីដេអូដែលនាងខ្ញុំបង្ហោះរាល់ថ្ងៃបងប្អូនមានពេលខ្លះរកនឹកធ្វើម្ហូបអត់ឃើញទេព្រោះមួយថ្ងៃធ្វើម្ហូបដល់តែ5មុខឯណោះសម្រាប់វីដេអូដែលនាងខ្ញុំផុសចេញមួយហ្នឹងគឺក្នុងម្ហូប5មុខក្នុងមួយថ្ងៃនេះនាងខ្ញុំជ្រើសយកតែវីដេអូមួយមុខទេជូនបងប្អូនទស្សនាចាហើយអញ្ចឹងហើយវីដេអូខ្លះបើមានខុសឆ្គងចាសូមអភ័យទោសជូននាងខ្ញុំផងចាពីព្រោះនាងខ្ញុំវីដេអូម្ហូបខ្លះក៏នាងខ្ញុំចេះធ្វើម្ហូបខ្លះក៏នាងខ្ញុំអត់ចេះធ្វើអញ្ចឹងណាបងប្អូនចាសូមកុំប្រកែកប្រកាន់នាងខ្ញុំអីចាឥឡូវនេះនាងខ្ញុំអរគុណច្រើនហើយសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាជារៀងរហូតមកសម្រាប់ fan ហើយសម្រាប់ប្អូនមិនដឹងថាប្រុសឬស្រីទេគាត់បានសំណូមពរឲ្យនាងខ្ញុំធ្វើម៉ាំត្រីឆ្ដោចាដោយសារនៅទីនេះអត់មានត្រីទិញណាបងប្អូនចឹងហើយនាងខ្ញុំអត់ទាន់បានចែករំលែកជូនបងប្អូនទេហើយសូមអភ័យទោសផងដែរចាំថ្ងៃណាមានត្រីនាងខ្ញុំនឹងធ្វើតាមសំណូមពររបស់បងអូនឈ្មោះសុកយ៉ានីចាដោយសារតែនាងខ្ញុំអត់ចេះអង់គ្លេសនាងខ្ញុំឃើញបងប្រុសនៅចិត្តខ្ញុំពឹងឲ្យគាត់ជួយប្រាប់អញ្ចឹងណាថាឈ្មោះនេះឈ្មោះអីទៅខ្ញុំធ្វើ YouTube អត់ចេះភាសាអង់គ្លេសទេចាធ្វើរាល់ថ្ងៃនេះគឺខ្មែរសុទ្ធសាធចាឥឡូវនេះនាងខ្ញុំក៏សូមអរគុណច្រើនចាសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំក៏សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាជម្រាបលាបាយបាយបងប្អូន